សូមលំអរកាយគោរពសម្ដេចឯកឧត្តមលោកជំទាវលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពសូមអនុញ្ញាតវល់ត្រឡប់មកជួបគ្នាសាជាថ្មីក្នុងកម្មវិធីរូបពីស្លាប់ក្នុងវាលពិឃាតឬរូបពីស្លាប់ក្នុងរបបបល្ល័ង្កពិសាខ្មែរក្រហមចាលោកស្រីទូរទស្សនិកជនជាទីគោរពនៅក្នុងកម្មវិធីរូបពីស្លាប់ក្នុងវាលពិឃាតរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍យើងខ្ញុំបង្កើតឡើងគឺដើម្បីចងក្រងនៅរាល់រឿងរ៉ាវមួយចំនួនដែលបានកើតឡើងកាលពីអតីតកាលប្រមាណជាជាង40ឆ្នាំមុននៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើងដែលយើងគ្រប់គ្នាបានស្គាល់ហើយថារបប3ឆ្នាំ8ខែ20ថ្ងៃដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងជាច្រើនលានអ្នកត្រូវបានស្លាប់បាត់បង់អាយុជីវិតហើយមួយចំនួនទៀតក៏បានប្រត់ប្រាស់ក្រុមគ្រួសារនឹងការស្លាប់យ៉ាងរង្គាលដែលជាហេតុធ្វើឲ្យរឿងរ៉ាវនៃការឈឺចាប់ទាំងអស់នេះនៅតែដក់ជាប់ក្នុងក្រៅបេះដូងនិងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងរហូតមកដល់ពេលបច្ចុប្បន្ននេះចាស់ទូរទស្សនិកជនជាទីគោរពមុននឹងចូលដល់កម្មវិធីនាងខ្ញុំជំនុំមុខអាដាមប្រធាននិងលោកជំទាវអគ្គនាយិកាទូរទស្សន៍អាស៊ីអាគ្នេយ៍សូមឧទ្ទិសនូវកុសលផលបុណ្យជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលលោកបានស្លាប់បាត់បង់អាយុជីវិតនៅក្នុងរបបបល្ល័ង្កពិសាខ្មែរក្រហមនេះខ្ញុំក៏ដូចជាក្រុមការងារក៏សូមចូលរួមរំលែកទុក្ខចំពោះលោកអ្នកដែលមានសាច់ញាតិហើយត្រូវបានស្លាប់បាត់បង់អាយុជីវិតនៅក្នុងសម័យកាលនោះផងដែរចាស់លោកស្រីទូរទស្សនិកជននៅក្នុងសប្តាហ៍ថ្មីនៃកម្មវិធីរបស់យើងខ្ញុំនេះក្រុមការងារក៏បានមកដល់ស្រុកបាកានខេត្តពោធិ៍សាត់ហើយនៅថ្ងៃនេះដែរយើងខ្ញុំក៏នឹងមានលោកអ៊ំមួយរូបថាតើលោកអ៊ំមានរឿងរ៉ាវអ្វីខ្លះដែលនឹងចែករំលែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋបានស្ដាប់និងបានទស្សនានៅក្នុងពេលនេះសូមអញ្ជើញជួបវត្តមានលោកអ៊ំដូចតទៅបាទបាទសេងរិទ្ធនៅភូមិដើមជ្រេះបាទឃុំបឹងខ្នាស្រុកបាកានខេត្តពោធិ៍សាត់បាទចាអង្គចាកាលពីសម័យ3ឆ្នាំ8ខែណា20ថ្ងៃសម័យបនប្រឡាយពូជសាសនោះពិតប្រកបមិនមែននិយាយលេងទេបាទឃាតកម្មកាប់សម្លាប់នៅយើងពោនេះក៏ហៅដើមពោនេះណាបាទនៅក្នុងស្រុកអីដែរអង្គបាទស្រុកហ្នឹងស្រុកបាកានយើងស្រុកបាកានខេត្តពោធិ៍សាត់នេះបាទកាប់សម្លាប់នៅក្នុងខៅពោទូលពោបាទទូលពោចឹងហ្មងចាហ្នឹងកន្លែងប៉ុលពតយកទៅសម្លាប់នៅក្នុងកន្លែងពិឃាតបាទកន្លែងពិឃាតនៅក្នុងតែម្ដងបាទទូលពោកន្លែងពិឃាតយើងដឹងបានដោយសារអីអ៊ំបាទដឹងបានដោយសារយើងឃើញផ្ទាល់បាទចាឃើញពីសម័យនោះឬក៏ពេលដែលយើងរំដោះហើយនេះដែលយើងគោះរំលើងមកឃើញបាទផោះតាងឃើញពីសម័យនេះក៏ឃើញពីសម័យមុនក៏នៅអតីតបងប្អូនម៉ែឪយកមកសម្លាប់តែអ៊ំបានឃើញទេបាទខ្ញុំមិនបានឃើញតែឃើញផោះតាងចាអ៊ំជាក់ស្ដែងបាទផោះតាងជាក់ស្ដែងគឺលពុកក្មេងខ្ញុំស្លាប់អូនៅក្នុងដែរអ៊ំបាទគាត់ស្លាប់បាទចាអ៊ំកាលពីជំនាន់អពតកាលនោះអ៊ំមានគ្រួសារនៅខ្ញុំនៅអត់ទាន់មានទេចាកាលនោះខ្ញុំនៅកងយុវជនចាតែមានបងប្អូនប្រហែលអ្នកកាលនោះមានបងប្អូន2នាក់តែចដូនមួយទេចាបាទនៅក្នុងតកូលនោះមាន2នាក់តែប្រវត្តិក្រុមគ្រួសារឪពុកម្ដាយរបស់លោកអ៊ំមកគឺរស់នៅក្នុងស្រុកភូមិនឹងតែម្ដងអត់ទេក្នុងសម័យ3ឆ្នាំ8ខែខ្ញុំនៅខេត្តបាត់ដំបងអូនៅបាត់ដំបងវិញបាទខ្ញុំនៅបាត់ដំបងទេដល់ពេលសម័យ3ឆ្នាំ8ខែកន្លងផុតមករំដោះខ្ញុំមកបួសបាទខ្ញុំមកបួសណាបួសនៅនេះក៏បានប្រពន្ធបានគ្រួសារនៅនេះចាហើយកាលប៉ុលពតនៅខាងនោះនៅបាត់ដំបងដែរបាទចូល76 77 78ហ្នឹងក៏គឺមានចលិះប្រជាជនចេញពីពីស្រុកពីភូមិអីហ្នឹងចាស្រុកពីភូមិឲ្យទៅនៅបង្កើតនៅអីហៅថាសហករណ៍ចាបាទរោងចក្រសហករណ៍ហ្នឹងហើយយើងក៏ពលករទាំងអស់ហ្នឹងក៏ទៅគឺថាបាយទឹកនំចំណីអីហ្នឹងវាអត់មានទេបាទបាយវាមាននៅក្នុងក្រុងឡុងហៅថាសហករណ៍ណាក្នុងឡុងសហករណ៍ហ្នឹងគឺក្នុងមួយផ្ទះហ្នឹង3កំប៉ុងហ្នឹងមួយផ្ទះ3កំប៉ុងបាទចាមកសហករណ៍ហ្នឹងបាទមានប៉ុន្មានផ្ទះអ៊ំមកសហករណ៍បន្លាយជីកទំនប់លើកបន្លាយហ្នឹងទៅបាទយើងប្រយុទ្ធលើកទំនប់ជីកបន្លាយបងអូនទាំងអង្គប្រិយប្រុសទាំងឡាយតាមទីញោមដៃខំមើលជ
ទំនប់យ៉ាងទូចយ៉ាងធំមកយំសាយសពសម្រាប់ប្រងពុំទុកទឹកសម្រាំងសម្រាប់ប្រងពុំទុកទឹកសម្រាំងខ្ញុំទុំបាំងទុកសឹងtânលេទុំអាជាបងក្នុងមួយសហករណ៍ហ្នឹងវាជួនកាលគេដាំ6ខ្ទះអីចឹងតែសមាជិករបស់យើងប្រហែលអ្នកសមាជិកច្រើនសរុបអត់បានដឹងទេព្រោះសមាជិកហ្នឹងវាមានកងកុមារវាមានកងយុវជនមានកងនារីចាស់ចាអ៊ំបាទខ្ញុំចង់ឲ្យអ៊ំរំលឹកឡើងវិញបន្តិចកាលពីជំនាន់អាពតហ្នឹងអ៊ំហើយនឹងក្រុមគ្រួសារអ៊ំត្រូវបានអាពតឲ្យទៅរស់នៅក្នុងភូមិអីឃុំអីដែរអ៊ំកាលនោះបាទកាលនោះខ្ញុំនៅជំនះចេញពីស្ទឹងចកទៅនៅព្រែកតូចចានឹងនៅក្នុងស្រុកខេត្តណាព្រែកតូចនៅខេត្តបាត់ដំបងខេត្តបាត់ដំបងបាទព្រែកតូចនៅខេត្តបាត់ដំបងចាតែភាគច្រើនជាអ្នកជំនះពីនេះទៅមួយគ្នាឬក៏មកពីគ្រប់ទិសទីដែរអ៊ំគ្រប់ទិសទីបាទនៅចម្រុះគ្នាបាទចម្រុះរួមក្នុងហ្នឹងទៅបាទខ្មែរអ៊ីស្លាមអីចាក៏មានទាំងអស់បាទទាំងអស់អញ្ចឹងលោកអ៊ំរំលឹកឡើងវិញបន្តិចមើលថាតើភាពលំបាកវេទនានោះវាយ៉ាងម៉េចខ្លះដែរអ៊ំនៅក្នុងសម័យនោះបាទក្នុងសម័យនោះប្រៀបធៀបមកសម័យនេះវាខុសគ្នាឆ្ងាយណាស់បាទខុសឆ្ងាយសម័យនេះសម័យទូលំទូលាយបាទសម័យពីក្រិតថកម្មនោះគឺសម័យអត់មានអ្នកណាម្នាក់នឹងសបាយកើតចាបាទសបាយអត់កើតទេតាមម៉ោង4កន្លះគឺផ្លុំកញ្ចាយចេញពលកម្មចាលើកបំណប់ជីកបន្លាយចាបាទអ្នកខាងជួស្រែធ្វើស្រែទៅខាងធ្វើស្រែតែយើងរាល់គ្នាដែលជាបងជាប្អូនអត់មានទៅពិភាក្សានិយាយគ្នាបានទេចាសម័យនោះខ្មៅបិទសិតទាំងអស់ចិត្តឆឹងបាទហើយម្យ៉ាងក៏អត់នៅជុំគ្នាដែរត្រូវអត់ជុំគ្នាទេកូនចែកទៅតាមក្រុមគេមានកងគេមានយើងជាឪពុកយើងជាម្ដាយអត់មានសិទ្ធទេបាទអត់មានសិទ្ធអត់មានតួនាទីនឹងថាគ្រប់គ្រងកូនចៅអីទេបាទបងប្អូនក៏អត់និយាយដែរកាលពេលធ្វើការគឺគិតតែធ្វើការវាយដល់ម៉ោងវាយជួងឡើងមកហូបបបអញ្ចឹងទៅគេដាក់មកកបោយនឹងមកបានទឹក4 10 20ក្រាបក្រាបនោះ4 10 20ក្រាបនោះទៅក្រៅនឹងទឹកហ្នឹងទៅបាទដោយអ៊ំបានមានប្រសាសន៍មិញថាបងប្អូនកូនចៅអីហ្នឹងមិនបានគ្រប់គ្រងដោយក្រុមគ្រួសារឬឪពុកម្ដាយអីទេបើយើងនិយាយទៅសូម្បីតែជីវិតខ្លួនឯងផ្ទាល់ហ្នឹងក៏មិនបានគ្រប់គ្រងដោយខ្លួនឯងផងមកគិតទៅណាអ៊ំណាចាគ្រប់គ្រងដោយអង្គការគេនឹងទាំងអស់ចានៅក្រោមបញ្ជាអង្គការទាំងអស់បាទក្រោមបញ្ជាអង្គការទាំងអស់ដូច្នេះអត់មានថាសិទ្ធសបាយរីករាយអីទេគឺមានតែទុកហើយនឹងវេទនាទេចាបាទកាលណាយើងទៅធ្វើការពេញចិត្តឬមិនពេញចិត្តឬក្មួយយើងវិលមុខឈឺក្បាលវិលមុខពួកមេកងគេហ្នឹងគេថាយើងសតិអារម្មណ៍ថាយើងនឹងធ្វើពុតអីទៀតពាក្យសតិអារម្មណ៍នេះគេយកទៅឲ្យរៀនសូត្របាទហើយតែទៅរៀនសូត្រហើយហ្នឹងបើគេកសាងអត់អីទេណាចាកសាងគេហៅទៅពយល់ដឹកនាំតែមិត្តរីឯងខំធ្វើឬមិត្តយុវជនឯងខំធ្វើការងារឡើងកុំខ្ជិលកុំចោគេហៅទៅស្ដីចឹងណាអាហ្នឹងរស់អាហ្នឹងគេស្ដីរស់តែគេហៅឲ្យទៅរៀនសូត្របើកសាងភាកច្រើនរស់បាទបើពាក្យថារៀនសូត្រអត់រស់ទេអត់មានពេលមកវិញទេពីគេប្រកាន់នៅអារេងវណ្ណៈហ្នឹងវាខុសគ្នាចាអ៊ំបាទអា17ហើយ18ហ្នឹងគេហៅថាជន់មុនក្រោយហ្នឹងចាយ៉ាងម៉េចវិញអ៊ំមិន17 18មែនអា18ហ្នឹងគេបានចូលទៅតស៊ូក្នុងប្រវត្តិសាស្ត្រអីចឹងណាបាទញ៉ាយើង17ជន់គេរំដោះនេះគេយកទៅលត់ដំហើយបាទគឺលត់ដំមកពាក្យថាលត់ដំហ្នឹងគឺអត់មានពេលស្រួលពេលសบายអីកើតទេ
ông ai vậy ở chỗ ba cho nói thật đập vậy là nó mệt ông đập nó vì nẹt màu pì nà hay nẹt đập vậy nó nẹt màu pì nà mệt ông nhẹ để đập bờ chỉ lia chanh pi tì krong rứa có chanh pi tam phum sóc ao từ nấu canh cái hạ co kì thìបង្កើតhạ coថ្មីបាទគេបង្កើតសហកថ្មីដូច្នេះយើង17យើងនៅដោយឡែកចាបាទក្រមបញ្ជា18អូអ្នក18បានថាគេវិជាជនចាស់នៅនឹងស្រាប់អីអ៊ំគេមូលដ្ឋានគេអ្នកមូលដ្ឋានបាទពាក្យថាមូលដ្ឋានគឺគេអ្នកតស៊ូចាអាហ្នឹងហៅថាអ្នកតស៊ូចាអានេះ17នេះអត់មានសិទ្ធទេចាបាទគឺមានតែលឺគេចែកគេគឺចេញចែកគឺចេញមកតែយើងឈឺយើងស្កាត់អត់និយាយទេកាលណាយើងឈឺយើងស្កាត់គេនិយាយថាយើងវិបត្តិគេហៅថាសតិអារម្មណ៍បាទសតិអារម្មណ៍បាទតែអារម្មណ៍អត់នឹងណូចាចាំមិនដេកអ៊ំមានប្រសាសន៍អញ្ចឹងយើងអត់មានសិទ្ធិសេរីភាពអីសោះសូម្បីតែសិទ្ធិនៅក្នុងការឈឺហ្នឹងក៏សឹងតែអត់មានដែរណាអ៊ំបាទតែអត់មានបាទអត់មានថាអនុញ្ញាតថាយើងនេះទេអត់ទេព្រោះឈឺទាំងឈឺទាំងជាគឺត្រូវតែទៅអញ្ចឹងហ្មងចាជាតែងើបទៅអត់រួចណាអ៊ំបើយើងមិនទៅយើងបានអីហូបបាទអត់មានអីហូបទេក្តីស្រេកឃ្លានបាទការស្រេកឃ្លានរបស់ពលយើងគឺវាត្រូវតែតស៊ូអាតស៊ូក្នុងអាដេញកាយនេះវាផ្សេងអាក្នុងចិត្តនោះអត់មានកន្លែងស៊ូទេចិត្តអត់មានកន្លែងស៊ូទេណាចាមិនបានថាចិត្តអត់មានកន្លែងស៊ូព្រោះគេអូគេដឹកបងប្អូនជាដូនមួយជាទូតមួយគេយកទៅរៀនសូត្រអីចោលហ្នឹងយើងអត់មានអីទៅតបានបាទអត់មានថាកូនខ្ញុំទេក្មួយខ្ញុំទេអត់ទេគឺឆឹងអត់មានដាច់ខាតហ្មងអត់ហ៊ានតែហ៊ានគឺងាប់ទាំងផោងហ្នឹងគេថាណែវណ្ណៈចក្រិភូមិឬក៏នៃទុនអីចឹងទៅឬក៏គេថាយើងហ្នឹងវាទាហ៊ានអីចឹងណាចាចឹងទៅពីមុនអាហ្នឹងគេការចោតប្រកាន់របស់គេឬក៏ការប៉ិតអីមិនអ៊ំគឺទៅវាជាការចោតប្រកាន់របស់bọnគេបាទប៉ិតជាក់ស្ដែងគឺការគេប្រកាន់គេថាយល្មិចគឺអញ្ចឹងបាទមិនយើងអ្នករងគ្រោះនឹងថាទទួលថានិយាយបានទេណាចាបើនិយាយបានអត់ទេវាមានសិទ្ធិមានសេរីខ្ញុំមិនចង់និយាយទេតែបើខ្ញុំមិននិយាយកូនចៅអត់ដឹងទេក្នុងប្រវត្តិសាស្ត្រចាណាកូនចៅអត់ដឹងទេក្នុងប្រវត្តិសាស្ត្របងខ្ញុំជាដូនមួយកាន់តែបាយក្តាំងគេបងថ្លៃបាយក្តាំងខ្លោចគេយកទៅចាក់ចោលអាក្តាំងខ្លោចដែលគេចោលណាគាត់រើសគាត់អ្នករែកទឹកដាក់ការដ្ឋានហ្នឹងណាបាទគាត់ឃើញអញ្ចឹងគាត់អាងថាគាត់ហ្នឹងគេអ្នករែកទឹកនៅក្នុងការដ្ឋានហ្នឹងគាត់នឹកឃើញថាហ្នឹងគេចោលបោះគេចោលបាទគេដាក់ចោលហ្នឹងគេបោះចោលហ្នឹងតែអាខ្លោចខ្ជួញអញ្ចឹងណាគាត់រើសយកមកលាងទឹកគេមកស្ងោរហូបគេថាក្បត់សមូហភាពពាក្យថាក្បត់គឺស្លាប់ហើយគេឃើញអញ្ចឹងពេលហ្នឹងគេឃើញបាទគេឃើញនៅក្នុងកំមែលហ្នឹងឃើញស្ងោរគេយកទៅព្រឹកឡើងទៅមើលឆ្កែប្រព្រោះមានលឺសូរឆ្កែព្រោះដែរដល់ព្រឹកឡើងទៅមើលឃើញស្បែកជើងបងនៅហ្នឹងបងស្រីមិនម៉ាយយំហ៊ូប្រាប់ថាកុំយំតែយំគេដឹងថាប្រពន្ធហ្នឹងគេយកឯងនេះអ្នកក្បត់គេយកទៅស្លាប់ទៀតហើយបងហើយត្រាំទៅកម្មយើងមិនកម្មតែយើងទេកម្មទូទៅទាំងអស់បាទទូទាំងប្រទេសបាទទូទាំងប្រទេសគឺកម្មមើលមានអញ្ចឹងហ្មងអញ្ចឹងថាគឺរឿងដែលអតីតកន្លងមកកាលណានឹកឃើញវិណែនណាអួលបាទអួលណែនណាកាលណាស្មៃរំដោះភ្លឹបខ្ញុំចូលជាមួយវៀតណាមជាមួយអីណាបាទតស៊ូឈឺចាប់ពេកណាបាទឈឺចាប់ណាតស៊ូអត់មានអីទេមានតែក្រាប់បែកវៀតណាមនេះគេឲ្យគឺលូចូលបែកបោកដូចតែគ្នានឹងខឹងណាស់ខឹងសម័យនោះដេវាធ្វើបាបវិជាពលរដ្ឋយើងណាបាទឥឡូវងាប់អស់ហើយអ្នកដែលសាងអាកម្មអាក្រក់ហ្នឹងបាទងាប់អស់ហើយអ្នកវិជាពីលើមកក៏ងាប់នួនជាអីក៏ខៀវសុផនខៀវអីនោះបាទម៉ៃនោះឃើញមើលទៅអស់ហើយអារម្មណ៍យើងគិតអាម៉េចដល់ទៅកាត់ទោសអ្នកណាបើសម័យវាទឹកទៅហើយដល់អាដេញកាត់ហ្នឹងវាចាស់ជាងខ្ញុំទៅទៀតបាទ
đau nè đây phân này mùi hơi thành gì lược là ngả nụ sau đi trong lược đây rồi phải từ than thả con trâu con ôn con o sầm mai na viêm mình hú nâng sầm mai bảy năm bảy khai đi tê bị sầm mai ở bục nhom sầm mai ít ra cái thằng có mình đọt thằng này ba đọt thằng này tê nè lăng này mình bàn tê con con ọt men nấu chỉ mùi kia tê tích than nấu chỉ mùi kia mệt nari nấu khang mệt nari dụ chôn nấu khang dụ chôn và cậu má nó nộp xe cậu má nấu tam cậu má xe mai áo ọt miên mau anh mau tua này ti em mơ mai mơ áo ấy ọt tê ba ọt tê chẳng cứ cà lục bạ nó việc cài pê hơi ba cài pê bắt đặt mình ô xin chơi thằng ai vì ọt miên sọt mỏ cầm cua xa xa tê hơn à ba lô chặt lại bong bạc cao ôn bạc cao cái đó bơi rây cả đáp tàu hay bơi dương rây cả đáp tàu chụp này cả đáp lâu trâu gì ấy mất ấy khóc xa là thò cái tha ta phải nắng hài bịa thà khóc xa là thò nó cái chót này cái tha dương này ha kia bạc cao bớt rây bong bạc ôn rây cả đáp chẳng ọt hiên xu cái này đi khạch khóc xa là thò ba nhóm ấy kêu cho cạn ơi chẳng dừng khơi kia tới dừng còn làm cái này tao ọt miên tao nấu cho về phía xua kia ấy ban đội dương xem mày lâu đi trên tao sẽ ban tam chặt bỏ bình dương sẽ ray bỏ bình dương rồi ấy bán những hộp dương công ta lui cho plon đường nghiền má lon cắt mất khéo bị bong cho đồn mùi nâng hay ông mà miên sạch nhiệt bong ôn bạc cao để xem thì để ông miên tầm này ai đi cho mình miến cây miên chả chả bị cho nó là bột đái đâu mà ngập mưng sao mày à bột bột mía bột ấy ngập sao mày à bột này à nó ngập mau bị ấy ngập tại cái hao cho co cái hao tùy riêng sâu đấy ngay à co sáng cái hao vào đầu thằng mẹ ấy không prăng tầng cà nghia ba không prăng cà nghia bằng đào bạc bà đó à ta hao tôi riêng hay ọt miền mọc bà này tê ọt miền khơi như lúc mà vinh gì tàu à tu tàu bà đắp phay tam các bé chơi cho nó bón ông miên sma chắc cua sa màn nè ông sma chắc cua sa trong miền thằng đai trong muối cha ọt miền ấy cha kia tê bom ôn cái đồn muối cái tuốt muối ấy cứ khi nào riêng luôn ấy bà ta sạch bạc cá ông miên tập pi nè bong ôn pi nè cây tàu khang cây tàu trong máu khang trong máu mì con trong máu cây tàu mì con mì cây tàu ông bọn miên là bọc tê cả cho nó là bón ba ở đây bọc có bay kia rất đi ở hai cái chạy bay chạy kia tàu cắt nồi nó chạy tàu khang nóc tàu này chạy tàu khang này tàu vì ở bàn dương mà nấu chung kia thà ở đây vừa quan nước khơi thà ao bốc rừng mai đấy dương chuột bốc mai mà đòn trắng ban tập về để cái máu bị chung nhé đây là cái bị chung thà coi trắng máu chung muốn chuột một câu lúc đài ai trên tàu ná bàn chung đó ta rồi bị chung tàu riêng luôn này bây giờ chung kia pe nó ăn vậy kia ai bàn đài bàn pe bị chung tại mình vậy ai ở bàn rồi lùng từ lề tế bây giờ sẽ đập chung kỹ nhưng mình chơi kia trong thay dân cho là na ai miền phai ca ai bọn ai chẳng tiền và ban mà chuột mà hao nó hỏi phần năng hỏi cho ông thọ ban khơi hai ca ai akra sa hao ai chiều năng tiệt tế khai bị sa hao chiều năng sao nè stray cái cháu tao cái tha stray khôi sa là tho bỏ ra năng stray cứ nó riêng quần kia năng tàu chia đó mà tàu chia đó đây uni năng tàu chia nó tăng bật ra năng tàu đã hạ ngày này và riêng quần sọc môn dương nhé và năng riêng quần
chung khơi chết đây rồi bà hay váy trâu váy cái tròn trên tấu cái oi từ chín đau trên tấu oi từ chín đau chỉ mà đâu mà thả 3 métឬក៏ 4 mét trên tấuគ្នា 4-10 នាក់គេបដើទៅគេដាក់ភូបាទជាក់ស្ដែងបាទបើមិនជាក់ស្ដែងទេមើលខ្ញុំនិយាយខុសឲ្យលេខតាមថ្ងៃចុះបាទ ខ្ញុំចូលវត្តទេបានខ្ញុំដឹងមានស្មារតីឡើងវិញណាខ្ញុំបានមកបួសខ្ញុំកាត់នៅអំពើហិង្សាហ្នឹងនៅអានេះអំពើអាបាយមុខរបស់អានេះបនបល័យហ្នឹងណាចាពីដើមខ្ញុំគួយញាក់គួយញើមូលហេតុញាក់ញើមកពីអីពេលនឹកឃើញទៅខឹងទៅខ្លាញ់ណាចាបាទខ្លាញ់ផងយើងរត់ផងចាបាទរត់ផងខ្លាញ់ផងហ្នឹងវិញើអញ្ចឹងដល់ខ្ញុំមានអីទេបើអញ្ចឹងអត់មានអីទេអាត្មាអញបានរត់មកបួសហ្នឹងបានមកនៅនេះមកវត្តនេះបាន 3-4 ភាសាហ្នឹងក៏នៅកាន់លោកនៅនឹងទៅចាបើនឹងខ្ញុំដឹងថាអូខ្ញុំស្រានហើយអត់មានអីក្រៅពីខទេណាចាបានទីខ្ញុំលាចាសិក្ខាបទទៅសុំលោកតាអាចារ្យគណៈកម្មការហ្នឹងលាចាសិក្ខាបទក៏បាននៅស្រុកហ្នឹងទៅចាអូមករហូតមកដល់សពថ្ងៃហ្នឹងចេះតែជួយដឹកនាំបងប្អូនទៅថាគ្មានអីក្រៅពីសិលទេណោះចាបាទសិលទានភាវនារបស់ពួកយើងបើយើងខឹងធ្វើនាំឲ្យកាយរបស់យើងនឹងវាញើចម្ប្រាប់បាទចាបើកាលណាយើងមានសិលក្នុងខ្លួនយើងនឹកឃើញថាអូបើគេធ្វើឲ្យវាខុសហើយយើងកុំខុសជាមួយគេចាបងប្អូនគេបដើគ្នាទៅសោះនឹកខ្លាញ់ឲ្យបងប្អូនអញមិនយកកម្មអីស្លាប់ម្នាក់ឯងអង្គុយនឹងហើយកើតទុកនឹងហើយអញ្ចឹងក្រុមគ្រួសារអ៊ំបែកគ្នាអស់ពីចំណងពរនឹងមកអ៊ំបាទទាំងអស់បាទបែកគ្នាខ្ចាក់ខ្ចាយមួយទៅនោះនេះមួយទៅនោះនោះខ្ចាក់ខ្ចាយប៉ុន្តែរស់តាអ៊ំឯងនៅរស់តែសម័យនេះងើបឲ្យខូចអស់ហើយចាឲ្យយើងទៅមកខូចនៅក្នុងសម័យយើងបងស្រីម្ដាយបងស្រីនោះបងចដូនមួយហើយអាបងស្រីគេមានប្តីគេចានេះស្លូតណាស់គេនៅក្នុងការដ្ឋានហ្នឹងណាចាតែគេប្រើឲ្យរិចទឹកម្នាក់ឯងចាម្នាក់ឯងការដ្ឋានមួយហ្នឹងរិចម្នាក់ឯងហ្នឹងគេរិចបើយើងធ្វើអត់ដល់គេយកក៏វាយចោលដែរបាទដឹកដាក់ក្នុងការដ្ឋានហើយមកការដ្ឋានមកក្មួយគួរយល់ថាវាមាន6ផ្ទះឬក៏9ផ្ទះអញ្ចឹងចាគឺគ្នាអ្នករែកតែម្នាក់ចាបាទរែកទៅពេលគេនឹកយើងពេលប្រមូលផលហ្នឹងគេថាល្អធ្វើអញ្ចឹងអត់ល្អទេដាំបាយដាំអីឲ្យប្រជាជនហូបឲ្យមានកម្លាំងហ្នឹងបានពួកនាដីគេមកចានាដីមកហូបបាយទៅបាយទឹកបាយបានតែមួយថ្ងៃពីរទៅទៀតហើយដាច់របបទៀតហើយបាទហ្នឹងចាប់ដើមបបទៀតហើយអាបាយហ្នឹងបាយអាក្តាំងដែលខ្លោចដែលសល់ហ្នឹងដោយស្លាប់ដោយសារអាក្តាំងហ្នឹងណាបាទក្មួយអើយស្លាប់ដោយសារក្តាំងបាយក្តាំងដែលគេចោលខ្លោចចោលហ្នឹងចារើសយកមកលាងទឹកស្ងោរចាហូបតែទឹកហ្នឹងអាខ្លោចអីមានតែហូបអីកើតចាហ្នឹងតែចិត្តឃ្លានពេកចេះនឹកឃើញបាទថាហូបសាក់លបងហូបមើលទៅកើតយ៉ាងម៉េចតែបើសម្រាប់ខ្ញុំផ្ទាល់ខ្លួនខ្ញុំហ្មងខ្ញុំអត់មាននៅក្នុងការដ្ឋានខ្ញុំនៅជាមួយកងអត់គឺអត់ដែរបាទមួយស្រីអត់គឺអត់មានតែរោគអត់បានតែក្រាំងក៏អត់ដែរតែបើប្រិតនិយាយតាមត្រង់ប្រិតចាថ្លៃអាយើងព្យួរណាចាបាទកងព្យួរណាប្រិតវាដាច់ទៅវែងថ្ងៃតដុតដល់កូនហើយឃ្លានពេកញ៉ដុតទៅមិនខ្លោចចាកោះអាខ្លោចខំក្រាប់ហូប
ប្រត់ស្បែកនេះស្បែកទៅ3នេះខ្ញុំហូបអស់ហើយអញ្ចឹងបានថាវេទនាណាស់ផ្ដាំដល់កូនដល់ចៅយើងគួរលេយ៉ាងណាកុំឲ្យរបបនេះវាកើតឡើងមកទៀតកើតឡើងមកទៀតកូនអើយគ្មានស្អាតទេបាទកុំថាស្អាតអត់ស្អាតទេខោអាវផាត់ដឹកនឹងគឺថាសទៅព្រោះជាលក់បើយើងជាលក់តាន់ជាលក់មិនតាន់ទេលៀកតាំងចឹងទៅលើកជីកបន្លាយលើកបន្លាយតែងើបមកទាំងដល់ហ្នឹងអ្នកបណ្ណាក៏ឃើញប៉ុណ្ណឹងអាប្រុសដូចប្រុសស្រីដូចស្រីបើយើងជាលក់ក្រាន់ខ្មៅចាដល់យើងអត់ជាលក់ចុះក្នុងទឹកលូស្វាមកងើបឡើងតើទាំងអស់ហ្នឹងដូចទៅឃើញអាទាំងអស់ហ្នឹងចាដូចវាអន់ជាងសត្វជាងធាតុចឹងមិនគេឲ្យចេញឲ្យជាពណ៌ខ្មៅទៅវាសូវបន្លំតិចវាអត់សូវឃើញខ្មៅហ្នឹងយើងជាលក់បាទយើងយកមកគេឲ្យមកគេចែកមកយើងជាលក់មកឃ្លឿលក់តកោបេះយកបុកឲ្យដាក់ជាលក់ហើយយកចិនដីហាលថ្ងៃទៅបាទអញ្ចឹងបាត់សម្បល់តែអ៊ំមកក្នុងជំនាន់ណាពតហ្នឹងអ៊ំថាឃ្លានខ្លាំងដូចគេអ៊ំមិនដែរហ៊ានទៅលួចអីយកមកហូបអីដូចគេទេអត់ទេហូបតែប្រវត្តិហ្នឹងទេប្រវត្តិនេះឃ្លានខ្លាំងតែក្នុងការលួចដេញប្លន់អីលួចតាមនេះនោះអត់ទេតែខ្ញុំបើលួចផ្លែលពៅផ្លែតឡាចអីណាចាវានៅតាមដបោកយើងដាំអញ្ចឹងទៅនៅតាមដបោកយកមកដុតលពៅដុតអត់មានបាល់ទេកូនហើយដុតណាបើយើងមិនដុតវាខាចាហូបឆៅខាបើតឡាចអីយើងហូបឆៅបានតែផ្លែលពៅអត់បាននេះជឿណាចាយើងដាក់ដុតដីចោលជីកដីយើងទៅកប់វាទៅដាក់អុកដុតទៅដាក់ចោលទៅណាទៅណីទៅដល់នឹកវាលាត់អស់ទៅសុកាយយើងមកហូបអាហ្នឹងទៅវេទនាអញ្ចឹងឯងបាទអាហ្នឹងក៏លួចដែរណាអ៊ំណាមិនលួចគេហៅក្បត់ហើយក្បត់សមរភាពហើយបាទអានក្បត់សមរភាពហើយបាទបោះយើងដាំហ្នឹងចាគេថាលួចទេដើមចេកកំភងខ្ញុំដាំមកថាដាំបង្កើតដាំព្រះបង្កើតចេកដាំចេកសុំគេមកយកដាក់ដាំដល់នឹកឃ្លាននោះហេវកាប់ដើមហ្នឹងទៅវាដើមវារៀងធំហើយកាប់ទៅយកអាកដែលទៅដុតហូបចាកដែលវាស្នូលកដែលមិនស្នូលកដែលពាក្យថាកដែលចេកហ្នឹងអាហ្នឹងគល់ហ្នឹងហៅកដែលអញ្ចឹងបាទដែលស្គាល់អ៊ំចេកវាមកអញ្ចឹងវាមិនឡើងមកលើមកវាមានដើមមានទៅអាក្រោមនេះគេហៅកដែលហ្នឹងហើយយកមកដុតកាប់ទៅដុតទៅហូបទៅអាហ្នឹងក៏ក្បត់ដែរបើគេឃើញក៏ងាប់បានដែរងាប់ដូចគ្នារបស់យើងដាំហ្នឹងងាប់ដូចគ្នាបាទព្រោះសេចក្តីស្លាប់នៅលើគេថាអញ្ចឹងបានថាយើងអត់មានសិទ្ធិសេរីភាពអីមិនគ្មានអីដែលជាកម្មសិទ្ធិរបស់យើងសូម្បីជីវិតខ្លួនយើងក៏អត់មានជាកម្មសិទ្ធិដែរបាទអត់មានទេបាទសម័យ3ឆ្នាំ8ខែ20ថ្ងៃនេះសម័យបនបល័យពុទ្ធសាសនេះចាត់ថ្លៃហើយសូមផ្ដាំកូនចៅចាប៉ុន្តែអ៊ំដល់រំដោះហើយបានយើងមកនៅរស់នៅស្រុកនេះទេអ៊ំណាបាទរំដោះហើយចេញមកយើងចេញមកនៅតាមភូមិស្រុកយើងវិញចាបាទតែមកប៉ុលពតហ្នឹងអ៊ំអត់មាននៅស្រុកនេះទេយើងដល់រំដោះហើយបានមកវិញបាទរំដោះហើយយើងបានមកនៅនេះចាទៅប៉ុន្តែអ៊ំមានគ្រួសារនៅសម័យរំដោះហើយឬក៏នៅក្នុងប៉ុលពតអត់ប៉ុលពតអត់មានទេគេអត់មានរៀបចំអីឲ្យណាអ៊ំណាគេរៀបដែរបាទប៉ុន្តែអ៊ំអត់រៀបស្ត្រីរៀបបើនិយាយខ្ញុំប្រវត្តិសាស្ត្ររបស់ខ្ញុំ
បាក់ច្រើនណាស្ត្រីកាលនៅពីក្មេងមិនតាន់ដោះណាច្រៀងតែច្រៀងកាលនោះអត់ទាន់មានដោះទេនៅសម័យយើងលន់ណុលណាចាច្រៀងគេឡើងចុង7ច្រៀងស្ត្រីមាន2នាក់ជាមួយបងជាមួយប្អូនថាឯងឆ្លាញ់មួយណាបងខ្ញុំណាចាតែឯងឆ្លាញ់ហើយរើសមុនទៅអញប្អូនអញមិនទាន់ចង់បានទេខ្ញុំណាចាតែចង់បានទេឲ្យរើសមុនឯងរើសហើយចាំទុកឲ្យអញហើយគេរើសមីមួយបងនោះមីខ្ពស់នោះបើឯងរើសបងចឹងរើសយំប្អូនចោះដល់ពេលសម័យ3ឆ្នាំ3ខែនេះបើអត់មានស្ត្រីពីការហៅអាពាពីអត់មានការមានភ្លេងមានផ្លិតទេណាការក៏គេប្រជុំទេតែឆ្នាំមកជ្រុកក៏គ្មានដែរគេហៅទៅ10គូ20គូ30គូចាមានការមកឲ្យអាស្រីដែលនេះនោះអាបងដែលថាស្រឡាញ់គេអត់នៅសហគមន៍ហ្នឹងពីនៅសហគមន៍ផ្សេងអាបងឯងស្រឡាញ់ពីនៅសហគមន៍ជាមួយគ្នាបើអញ្ចឹងឯងបងអញឯងមិនយកគេទៅកុំឲ្យគេទៅសម្លាប់ណាបាទយីអត់បានទេយកទៅផ្សំចំណេះអាផ្សំចំណេះផ្ទះគេមកបន្ទប់ផ្ទះគេនឹងមួយនឹងប្រហែលថា10នាក់ឬ20នាក់គេដាក់នៅហ្នឹងហើយគេលោបឆ្លូបគេនៅហ្នឹងតែត្រូវគ្នាមិនត្រូវគ្នាងាប់នឹងទៀតបាទអានេះជារឿងមិនធម្មតាទេបាទរឿងមិនធម្មតាទេដូច្នេះខ្ញុំខ្លាចសម័យហ្នឹងលឺខ្លាចចាបាទខ្លាចអញ្ចឹងបានយើងធ្វើកម្មវិធីនេះឡើងគឺចង់អញ្ចឹងអ៊ំចង់ឲ្យកូនក្មេងជំនាន់ក្រោយទៀតហ្នឹងគាត់បានដឹងហើយគាត់ជឿថារឿងហ្នឹងវាកើតឡើងពិតប្រាកដអញ្ចឹងមែនណាអ៊ំណាថាសម័យអាពតហ្នឹងវាមិនខ្លះជំរាបប្រសាសន៍ឲ្យផ្ដាំអស់បងប្អូនកូនចៅណាខ្ញុំនិយាយនេះមិនមែននិយាយប្រឌិតទេគឺខ្ញុំឃើញច្បាស់ជាក់ស្ដែងខ្ញុំនិយាយទៅតាមការមើលឃើញរបស់បងចំណាបាទខ្ញុំអត់មានដើម្បីនិយាយបកាច់តកូនមូតគីអីគេទេអត់ទេអញ្ចឹងសម្រាប់លោកអ៊ំវិញមកដល់ពេលនេះតើលោកអ៊ំយល់យ៉ាងម៉េចដែរចំពោះរបបប៉ុលពតអ៊ំមានអីជាការផ្ដាំផ្ញើដល់ក្មេងៗជំនាន់ក្រោយដែរខ្ញុំផ្ដាំផ្ញើដល់កូនចៅបងប្អូនកូនចៅដែលរស់នៅក្នុងសម័យសម្ដេចតេជោមកសម័យនេះវាអស់ចាហើយកុំថាសម័យណាល្អជាងសម័យនេះទៀតសូមកូនចៅប្រុងប្រយ័ត្នណាកុំជឿគេតិចតលោថាសម័យណាល្អជាងសម័យនេះទៅចូលតាមគេតាមឯងប្រទេសផ្ដាស់ងាប់ចាបាទតែផ្លាត់ងាប់ទៀតហើយចាអត់មានអីក្រៅពីងាប់ទេតែសម័យធ្វើឃាតគឺសម័យអស់មនុស្សចាបាទអស់មនុស្សសម័យទាំងគ្រាមកអស់មនុស្សអស់ហើយចឹងសូមផ្ដាំកូនចៅទាំងអស់សុខចម្រើននៅចិត្តនៅឆ្ងាយរូបស៊ីទៅតាមសុចរិតធម៌ណាកុំប្រព្រឹត្តលួចប្លន់ឆក់ប្លន់ញៀនថ្នាំញៀនអីយើងជៀសវាងទៅនឹងទុកតែយើងនឹងជាមនុស្សអស្ចារ្យទុកតែយើងនឹងមនុស្សស្នេហាជាតិស្នេហាប្រទេសហើយបាទឲ្យតែលះបង់នៅអានេះអំពើនឹងទៅចោលចេញអាណាចោលកម្មចោលអីកុំឲ្យមានបាទហើយជាពិសេសអាញៀនថ្នាំញៀនអីហ្នឹងកុំឲ្យប្រព្រឹត្តបាទតែប្រព្រឹត្តមិនបានទេអាហ្នឹងវាអត់ដឹងម៉ែដឹងឪទៀតណាចាបាទចំឆ្លងទៅអាសម័យមុនទៀតងាប់អត់សល់ទេបាទខ្ញុំសូមជម្រាបប៉ុណ្ណឹងខ្ញុំចាអរគុណចាអរគុណណាអ៊ំសម្រាប់ការចូលរួមថ្ងៃនេះអរគុណលោកអ៊ំដូចគ្នាចាស់លោកស្រីទ្រទស្សនិកជនកម្មវិធីយើងខ្ញុំក៏សូមគោរពអរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនារបស់អស់លោកអ្នកនៅក្នុងកម្មវិធីរបស់យើងខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះហើយនឹងសូមគោរពជូនពរដល់ទ្រទស្សនិកជនសូមឲ្យលោកអ្នកប្រកបតែសេចក្តីសុខនិងសុភមង្គលគ្រប់ក្រុមគ្រួសារហើយយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណនិងសូមគោរពលាសំរងអក្រៃលើដីភ្នំពេញសូរិយាបញ្ចេញពន្លឺសោភាស្ថានីយ៍ទូរទស្សន៍ស្រស់ស្អាតជាងគេអាស៊ីអាគ្នេយ៍មានគេឈ្មោះល្បាញល្បីកម្មវិធីចាក់ផ្សាយជូនច្រើនណាស់ពិសេសព័ត៌មានតនហេតុការណ៍សិល្បៈតន្ត្រីកំសាន្តកីឡា
ចនាអប់រំវប្បធម៌ព័ត៌មានមេងចក្រមុំតែងតែជួជុំគ្នា